Trong videoនេះខ្ញុំមកបង្ហាញដល់អ្នកនរគ្នារបៀបធ្វើការ set up ដុំ U13 របស់យើងប្រើជាមួយខ្សែផ្ទាល់ណាបាទអញ្ចឹងយើងអាចដោតខ្សែសម្រាប់ការប្រើប្រាស់យើងដោតចូលខ្ញុំបញ្ជាក់ណាកន្លែង WAN ដោតចូល LAN គឺយើងដោតយកអ៊ីនធឺណិតចេញវិញអញ្ចឹងសម្រាប់បងដែលនៅឆ្ងាយពេកដែលសេវាចាប់ដល់យើងអាចអូសខ្សែបញ្ចូលនឹងដុំនឹងតែម្ដងនៅពេលដែលបងបញ្ចូលខ្ញុំប្រាប់ម្ដងទៀតគឺចូលតាម WAN LAN ហ្នឹងសម្រាប់ដូចចេញគឺដូចថាបងយកទៅកាន់ពួកក្បាលកាមេរ៉ាឬក៏ក្បាលថាច់ការ៉ាអូខេអីចឹងទៅបន្ទាប់មកយើងដោតឌុយចូលទៅអានេះគឺយើងដោតពី Wi-Fi មេរបស់យើងអាឌុយពណ៌សនេះបាទបន្ទាប់ពីអ្នកនរគ្នាដោតឌុយបាទដោត router របស់យើងមុនហ្នឹងចូលទៅក្នុងព្រីភ្លើងយើងចាំរយៈពេល2នាទីមកវានឹងបង្ហាញឈ្មោះមកពាក្យថា extender បាទអញ្ចឹងសម្រាប់ដុំខ្លះអាចបង្ហាញ extender ឬក៏ដុំខ្លះអាចបង្ហាញពាក្យថា Wi-Fi ឬក៏ repeater អញ្ចឹងទៅតាមដុំអ្នកនរគ្នាប្រើចឹងបងដែលតែញដុំពីគេផ្សេងក៏អាចមើលវីដេអូខ្ញុំបានដែរណាបាទអញ្ចឹងយើងចុចទៅលើឈ្មោះហ្នឹងមកហើយជាទូទៅ repeater ដែលខាងពួកយើងលក់អត់មានលេខកូដអីទេបាទវាឈ្មោះ extender យើងគ្រាន់តែចុចលើហ្នឹងមួយមកបាទនៅពេលចុចហើយគឺវាចេញមកបែបហ្នឹងតែម្ដងចេញមកផ្ទាំងបែបហ្នឹងណាបាទអញ្ចឹងបន្ទាប់មកអ្នកនរគ្នាត្រូវចុចយកអាទី2ហាមយកអាទី1ហាមយកអាទី3ដាច់ខាតត្រូវតែយកទី2ដោយសារយើងប្រើជាមួយមុខងារដោតខ្សែចុចណាច់មកកន្លែងនេះដូរចិត្តបានដូរឈ្មោះបានតាមចិត្តបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់ room 01អីចឹងទៅបាទបន្ទប់លេខ1អីចឹងទៅបន្ទាប់មកទី2 security បាទយើងយកអាក្រោមគេណាWPA 2បាទចុចអាក្រោមគេហ្នឹងមកបន្ទាប់មកលេខកូដបាទន័យថាយើងអាចកែលេខកូដថ្មីបានបាទន័យថាកតុបលេខ1អ្នកនរគ្នាដាក់លេខកូដផ្សេងកតុបលេខ2ដាក់លេខកូដផ្សេងក៏បានដែរឬក៏ដាក់លេខកូដដូចគ្នាក៏បានអញ្ចឹងលេខកូដខ្ញុំតេស្តលេខ08ដងអញ្ចឹងយើងអានេះមិនមែនលេខកូដមេរបស់យើងណាចង់ដាក់លេខកូដដូចលេខកូដមេក៏បានឬចង់ដាក់លេខកូដថ្មីក៏បានដែរព្រោះយើងប្រើជាមួយមុខងារ access point អញ្ចឹងបន្ទាប់មកចុចពាក្យថា next មកហើយ finish មករួចរាល់ហើយអញ្ចឹងយើងចាំរយៈពេលប្រហែលជា2នាទីទៀតទៅគឺវាដើរហើយឥឡូវខ្ញុំចាំវាមក plate សិនណាអូខេអញ្ចឹងនេះបងប្អូនឃើញទេគឺវាមកហើយគឺ room 01ឬក៏ room 1បាទមុនហ្នឹងខ្ញុំដាក់ room 1អញ្ចឹងគាត់តែចុចលើឈ្មោះហ្នឹងមកហើយលេខកូដគឺខ្ញុំដាក់ set up មុនហ្នឹង08ដើម1 2 3 4 5 6 7 8បាទបន្ទាប់មកចុច connect មកប៉ុណ្ណឹងហើយអញ្ចឹងយើងបានដូចថាបងដាក់នៅជាន់ទី1អញ្ចឹង Wi-Fi ជាន់ទី1របស់យើងមានពេញជាន់ហើយចង់ដាក់ជាន់ទី2ជាន់ទី3ជាន់ទី4ដល់ជាន់ទីប្រហែលក៏បានដែរគឺយើងអាចបន្ថែមបានបាទសំខាន់យើងអូសខ្សែពី Wi-Fi មេឬក៏យើងអូសមាន switch មានអីទៅដាក់បានបាទអញ្ចឹងបន្ទាប់ពី connect រួចបាទវាចេញពាក្យថា connected ឥឡូវយើងមកតេស្តមើលថាតើ Wi-Fi ដើរឬអត់បាទនេះអ្នកនរគ្នាឃើញដើរលឿននេះបាទចុចភ្លាមចេញភ្លាមអញ្ចឹងណាអូខេអញ្ចឹងរបៀបភ្ជាប់មានតែប៉ុណ្ណឹងសម្រាប់បងឆ្ងល់អីអាចសួរបន្ថែមបានបាទអរគុណ